បញ្ហាបែកបាក់គ្នាកាលដែលមនុស្សយើងមិនអាចចុះចូលគ្នាបានដូចជាទឹកជាមួយនឹងប្រេងក៏រមែងបែកបាក់គ្នាចាប់ពីពីរអ្នកឡើងទៅអ្នកដែលបានជួបប្រទះរឿងដោយផ្ទាល់ខ្លួនឯងរមែងដឹងខ្លួនថាផ្លូវចិត្តមានរបួសបើរបួសក្រសាសក៏คล้ายទៅជាដំបៅរ៉ាំរ៉ៃលក្ខណៈនៃការបែកគ្នាគឺការមិនព្រមព្រៀងគ្នាមិននិយាយគ្នាមិនធ្វើការរួមគ្នាមិនគប់រកគ្នាមិនមើលមុខសម្លឹងភ្នែកឲ្យចំគ្នាមិនញញឹមដាក់គ្នានិងមិនបរិភោគអាហារជាមួយគ្នាជាដើមចំណែកផ្លូវចិត្តវិញមានសេចក្តីដឹងខ្លួនថាឈឺជ្រៅទៅក្នុងចិត្តពេលខ្លះក៏តាំងខ្លួនជាសត្រូវនឹងគ្នាទៀតផងក្នុងផ្នែកទំនាក់ទំនងដែលធ្លាប់តែមានពីមុនមកក៏ប្រកបជាការអស់សង្ឃឹមទាំងស្រុងឯការឈឺចាប់កើតទុកទូម្នោះទៅតាមទំហំនៃការប្រកាន់ក្នុងគំនិតសាររឿងដែលខ្លួនធ្លាប់មានឧបការៈផ្សេងប្រសិនបើការបែកបាក់គ្នានោះคล้ายទៅជារឿងប្រឈមមុខដាក់គ្នាម្ខាងរមែងស្វែងរកគ្នាជាពួកជាបៈហើយក៏ធ្លាប់ចូលទៅក្នុងចំនួននៅក្នុងដំណោះស្រាយរឿងបែកបាក់គ្នានេះមានដូចតទៅគប្បីយល់អំពីការពិតថាការកំណត់ទៅលើអំពើខុសឬត្រូវផ្សេងចំពោះបុគ្គលនោះវាជារឿងដែលមនុស្សយើងសន្មតគ្នាលើកតម្កើងឬដាក់ទោសឲ្យខុសឲ្យត្រូវទៅលើបុគ្គលតែប៉ុណ្ណោះចំណែកបរមត្តធម៌ចិត្តចេតសិករូបគឺជាធម្មជាតិដ៏បរិសុទ្ធចាកសត្វបុគ្គលដូច្នោះត្រូវមើលឲ្យធ្លុះដោយបញ្ញាចូលដល់បរមត្តសុទ្ធទើបចិត្តថ្លាស្អាតមិនពង្វេងទៅក្នុងសាច់រឿងដែលគ្រាន់តែជាតួអង្គសម្ដែងក្នុងរោងល្ខោននៃជីវិតនេះឡើយគប្បីជ្រាបអំពីមនុស្សក្នុងសង្គមលោកដ៏ធំនេះដែលមានភាពផ្សេងគ្នាច្រើនបែបច្រើនយ៉ាងទាំងផ្នែកការអប់រំចម្រើនទាំងផ្នែកការនិយាយចូលចិត្តទាំងផ្នែកឧបនិស្ស័យទាំងផ្នែកសតិបញ្ញានិងទាំងផ្នែកការប្រព្រឹត្តទៅតាមកម្មជាដើមគ្រប់ផ្នែកទាំងអស់គឺជាផលសម្រេចតាមបច្ច័យវាជាអ្វីដែលតែងមានរមែងមានដូចដែលវាមានហើយនឹងឯងការដែលសម្លឹងមើលឃើញសេចក្តីពិតថាអ្វីសុទ្ធតែមានសិទ្ធិសម្រេចរបស់ខ្លួនដែលមានហេតុបញ្ជាក់ដល់សិទ្ធិសម្រេចនោះយ៉ាងនេះការមិនប្រកាន់ការមិនមើលងាយ
ការមិនទាស់ចិត្តបានកើតឡើងព្រមជាមួយនឹងការសម្លឹងឃើញសេចក្តីពិតនោះឯងបើមិនគោរពចំពោះសិទ្ធិសម្រេចដីធម៌ទាំងឡាយដែលមានហេតុឲ្យកើតឡើងនោះទេការឆ្លោះតោះតែងលែងលះបែកបាក់ត្រូវកើតឡើងជំនួសសន្តិភាពពលគឺសន្តិភាពក្នុងចិត្តទាំងសន្តិភាពក្នុងសង្គមត្រូវខ្ទេចខ្ទាំខូចខាតគប្បីអប់រំគុណធម៌ចរិយាមាយាទឲ្យបានប្រសើរចំពោះមនុស្សដែលមានទំនាក់ទំនងគ្នាក្នុងការរស់នៅទទួលខុសត្រូវចំពោះគ្នាទៅវិញទៅមកទាំងកិច្ចការខ្លះត្រូវទទួលខុសត្រូវរួមគ្នាដើម្បីរក្សាផលប្រយោជន៍រួមគប្បីមាននៅសេចក្តីស្មោះត្រង់ចំពោះការងារស្មោះត្រង់ចំពោះអ្នកដទៃរក្សាការគោរពឲ្យបានខ្ជាប់ខ្ជួននឹងការយកចិត្តទុកដាក់លះបង់នៅអ្វីដែលជាទម្លាប់មិនល្អការយកចិត្តទុកដាក់លះបង់នៅអ្វីដែលទម្លាប់មិនល្អព្រមទាំងអប់រំបណ្ដុះបណ្ដាលនៅគុណធម៌ផ្សេងទៀតដូចជាមេត្តាករុណាឧស្សាហ៍ព្យាយាមសេចក្តីអត់ធន់ជាដើមម្នាក់ក៏បីបង្វែរនៅគុណធម៌និងចរិយាមាយាទល្អឲ្យចូលគ្នាយ៉ាងមានរបៀបរៀបរយនិងយ៉ាងត្រជាក់ស្រទន់ដូច្នេះការប៉ះទង្គិចគ្នារមែងមិនមានឡើយប្រសិនបើយើងចេះតែបង្វែរនៅភាពខ្លាំងភាពរឹងត្អឹងការតាំងចិត្តមិនចុះសម្រុងនិងការមិនសុភាពរៀបសារដាក់គ្នាទៅវិញទៅមកនោះការប៉ះទង្គិចគ្នានឹងមានជាប្រកបម្ល៉េះហើយសេចក្តីអាក្រក់ដែលដេកជាអនុសម័យក៏បានកើតឡើងដុតរូលចិត្តសន្តានខ្លួនឯងហើយចាត់ការឃោសនានៅអ្វីដែលជារឿងមិនល្អរបស់គូបដិបត្តិព្រមទាំងរឿងអាក្រក់ក្រៃលែងឡើងទៀតនឹងកើតមានតទៅដូច្នេះត្រូវចេះពិចារណាឲ្យឃើញភ័យក្នុងការសាងសត្រូវឲ្យខ្លួនឯងគ្រាន់តែសត្រូវគឺកិលេសក្នុងចិត្តរបស់ខ្លួនវាច្រើនណាស់ទៅហើយគប្បីគិតឲ្យយល់ថាការព្រមព្រៀងគ្នាសំខាន់ជាងការប្រកាន់ខុសត្រូវពលគឺឲ្យតែនៅក្នុងការមិនទាន់បែកបាក់គ្នារឿងខុសត្រូវនៅនិយាយគ្នាបានដាច់ខាតកុំឆ្លៀតឱកាសយកក្រន់បើព្រោះតែអ្នកដទៃខុសព្រោះវានាំឲ្យសង្កត់អ្នកដទៃថែមទៀតដែលលំបាកនឹងឲ្យមានការប្រព្រឹត្តគ្នាវិញណាស់ព្រោះការបើបែកបាក់គ្នាហើយវាមានតែការប្រហារគ្នាដោយលំពេងគឺមាត់ដូច្នោះរឿងខ្លះត្រូវលះបង់នៅទ្រព្យសម្បត្តិក៏លះបង់ទៅឲ្យតែនៅរក្សាការពារព្រមព្រៀងគ្នាបានទាំងត្រូវចេះលើកទឹកចិត្តឲ្យសេចក្តីសំខាន់ដល់អ្នកដទៃច
ចំពោះអ្វីដែលគួរឲ្យសរសើរពិតៗដើម្បីរក្សាការព្រមព្រៀងគ្នានេះឯងក៏បីប្រព្រឹត្តធម៌ឲ្យបរិសុទ្ធដើម្បីប្រយោជន៍សុខដល់គ្រប់គ្នាទាំងពីរពួកគឺពួកខ្លួនឯងនិងពួកបដិបត្តិព្រោះថាធម៌បរិសុទ្ធនេះគ្រប់គ្នាត្រូវតែទទួលយកទទួលស្គាល់និងទុកតម្កល់សម្រាប់បូជាទៀតផងមិត្តរមែងរក្សាអត្ថកម្បាំងរបស់មិត្តបើយើងបែកបាក់មិត្តសាងសត្រូវរឿងអត្ថកម្បាំងប្រកាសជាត្រូវបែកធ្លាយបើអ្នកណានិយាយរឿងដែលមិនល្អពីយើងត្រូវតែព្យាយាមធ្វើល្អជាមួយនឹងអ្នកនោះឯងឲ្យជាការល្អពិតប្រសើរជាងទៅស្អប់ទៅឆ្លោះតមាត់គ្នានឹងគ្នាតាមពិតមនុស្សយើងព្រមព្រៀងគ្នាល្អជាងរឿងខ្លះបានកើតទៅហើយត្រូវផ្សះផ្សាទៅឲ្យវាឆាប់ចប់ឆាប់អស់រឿងក្តៅក្រហាយត្រូវដឹងថាកិលេសទេដែលជាតួញុះញង់មនុស្សយើងឲ្យយើងបែកបាក់គ្នានោះបញ្ហាចង់ឲ្យទីទទួលស្គាល់បញ្ហាវានៅត្រង់ការមិនស្គាល់ខ្លួនឯងតាមពិតទើបគិតចង់ឲ្យគេទទួលស្គាល់ថាខ្លួនឯងពូកែយ៉ាងនេះក្រនបើយ៉ាងនោះព្រមជាមួយគ្នានឹងដែរក៏មិនចង់ឲ្យគេស្គាល់ប្រវត្តិមិនល្អចំណុចខ្វះខាតរបស់ខ្លួនឡើយកាលបើអ្នកណាមិនព្រមទទួលស្គាល់នៅឋានៈយសស័ក្តិគេឈ្មោះរបស់ខ្លួនក៏ពូលថាគេនោះមិនល្អទាំងដែលខ្លួនឯងកំពុងតែចង់ឲ្យគេទទួលស្គាល់ក៏កំពុងតែមិនល្អហើយស្រេចនឹកចង់ឲ្យគេហៅឈ្មោះបញ្ញត្តិតាមឈ្មោះងាររបស់ខ្លួនដែលមានតាមពិតឈ្មោះងារមិនមានដោយបរមត្តឡើយឯចំណែកមនុស្សម្នាក់វិញមានត្រឹមតែបរមត្តប៉ុណ្ណោះពីចិត្តចេតសិករូបអត់មានឈ្មោះអ្វីទាំងអស់ត្រូវចាំថាអ្វីណាដែលមានគឺអ្វីនោះមានការកើតឡើងដូច្នេះឈ្មោះបញ្ញត្តិគឺទទេព្រោះមិនមានការកើតឡើងអ្វីទាំងអស់ប៉ុន្តែលោកភៈល្ងងខ្លៅបែរទៅជាស្រឡាញ់របស់អត់ទទេត្រង់នេះឯងដែលពូលថាមនុស្សយើងមិនបានស្គាល់ខ្លួនឯងតាមពិតនោះតើខ្លួនឯងតាមពិតនោះជាអ្វីទៅគឺចិត្តចេតសិករូបដែលកើតឡើងហើយរលត់រលាយទៅវិញភ្លាមតែប៉ុណ្ណោះការដែលចង់សម្ដែងខ្លួនឲ្យប្រសើរជាងគេក្នុងទីប្រជុំជនចង់ឲ្យគេរំលឹកឈ្មោះហើយសរសើរនេះហៅថា
ចង់បានមុខមាត់គឺជាជីវិតខ្វះខាតត្រូវការអ្វីពីអ្នកដទៃច្រើនបែបច្រើនយ៉ាងរកទីបំផុតគ្មានឡើយសូម្បីតែចៅវាយងាយហើយក៏បែរជាមកត្រូវការអ្វីអំពីទាសកម្មករដ៏ច្រើនដូចជាត្រូវការឲ្យគេយកចិត្តទុកដាក់នឹងខ្លួនត្រូវការឲ្យគេគោរពកោតខ្លាចខ្លួនជាដើមកាលដែលពុំបានតាមប្រាថ្នាក៏ខឹងក្រោធជីវិតយ៉ាងនេះពិតជាត្រដាបត្រពោះមែនតែនដំណោះស្រាយបញ្ហាមានដូចតទៅគប្បីពិចារណាឲ្យយល់ថាបើអ្នកដទៃទទួលស្គាល់ប៉ុណ្ណាចិត្តក៏រមែងទន់ខ្សោយប៉ុណ្ណោះដែរទន់ខ្សោយរហូតដល់ថ្នាក់ជាទាស័កនៃកិលេសអ្នកដទៃនោះទៀតផងតើជាទាស័កនៃកិលេសអ្នកដទៃដូចម្ដេចគឺវានៅក្នុងចំណុចដែលថាអ្នកដទៃឲ្យអ្វីយើងតើឲ្យដោយចិត្តបរិសុទ្ធឬឲ្យដោយកិលេសនឹងឯងអាការៈដែលជាទាស័កនៃកិលេសខ្លួនឯងនោះជាទាស័កនៃកិលេសអ្នកដទៃផងដូច្នេះចិត្តរមែងពីវរមែនតែនបើពោលពីការមិនចង់បានអ្វីពីអ្នកដទៃវិញរឹតតែមិនចង់បានគឺរឹតតែមានចិត្តពេញពោលគឺចិត្តមានភាពជាធំមានភាពជាឥស្សរៈមានកម្លាំងមាំមួនត្រង់នេះមិនមែនបានសេចក្តីថាមិនគប្បីទទួលអ្វីពីអ្នកដទៃសោះនោះទេគ្រាន់តែការទទួលដោយសុជីវធម៌ទទួលដោយអនុគ្រោះទទួលដោយសន្តោសទទួលរបស់ដែលគួរនិងទទួលដោយល្មមប្រមាណតែប៉ុណ្ណោះត្រូវចាំថាការដោះស្រាយបញ្ហាខ្លួនឯងក្តីបញ្ហាអ្នកដទៃក្តីវានៅត្រង់រំលត់តណ្ហាមិនមែនតាមបែបប្រកបខ្លួនក្នុងកាមឬតាមបែបធ្វើខ្លួនឲ្យលំបាកឥតប្រយោជន៍នោះឡើយអប់រំសតិប្បដ្ឋានកំណត់ដឹងរូបធម៌និងនាមធម៌ដែលកំពុងប្រកបដោយបរមត្ថនាមរូបមិនចេះខ្វះអ្វីដោយខ្លួនឯងនោះឡើយនាមរូបដែលជាសង្ខារធម៌សុទ្ធតែអាស្រ័យបច្ច័យកើតឡើងអ្វីដែលកើតពីបច្ច័យមិនដែលមានខ្លួនឯងទេគ្រាន់តែជាផលរបស់បច្ច័យតែប៉ុណ្ណោះការដែលពុទ្ធបរិស័ទចូលដល់ខ្លួនឯងដោយវិបស្សនាកំណត់ដឹងតួនាមតួរូបគ្រាន់តែជាតួធម៌ពិតហើយឃើញសេចក្តីពិតរបស់នាមរូបគ្រប់គ្រាន់ដោយខ្លួនឯងមិនហួងហែងខ្លួនឯងដូច្នេះពុទ្ធបរិស័ទក៏រមែងជាបុគ្គលស្គាល់ខ្លួនឯងពេញលេញដោយខ្លួនឯងវិបស្សនាកម្មដ្ឋាននេះដោះស្រាយបាននៅគ្រប់បញ្ហាទាំងអស់
បញ្ហាមិនស្មោះត្រង់បញ្ហានេះមានច្រើននៅក្នុងសម័យដែលមនុស្សយើងឃើញរបស់សន្មតផ្សេងដែលជារបស់ក្រៅខ្លួនទៅជាសម្គាល់ថាសំខាន់ជាងខ្លួននិងសំខាន់ជាងអ្នកដទៃកាលណាដែលមនុស្សយើងឲ្យសេចក្តីសំខាន់ទៅលើរបស់ខាងក្រៅជាងកាលនោះគឺជាមនុស្សនឹងជន់ឈ្លីខ្លួនឯងនិងអ្នកដទៃដើម្បីអ្វីដែលជឿថាសំខាន់នោះឯងមិនថាវាជាតំណែងតែងតាំងមាសប្រាក់កេរ្តិ៍ឈ្មោះឬអ្វីផ្សេងទៀតដែលជាការនិយមចូលចិត្តក្នុងโลกនេះកាលមាក់ងាយជន់ឈ្លីទម្លាយនៅសតិសម្បញ្ញៈរបស់ខ្លួនឯងដើម្បីរបស់ខាងក្រៅគឺជាការមិនស្មោះត្រង់នឹងខ្លួនឯងទុរិយុសចំពោះខ្លួនឯងការមាក់ងាយជន់ឈ្លីទម្លាយនៅការស្មោះត្រង់របស់អ្នកដទៃព្រោះតែអាស្រ័យរបស់អ្វីជាសន្មតក្នុងโลกដើម្បីខ្លួនឯងមិនចេះគ្រប់ឈ្មោះថាមិនស្មោះត្រង់ចំពោះអ្នកដទៃទុរិយុសចំពោះអ្នកដទៃអាការៈលក្ខណៈប្រកបវានៅត្រង់ដែលថាមិនបានយកការស្មោះត្រង់ជាគុណតម្លៃនៃជីវិតវាបែរទៅជាជន់ឈ្លីជីវិតខ្លួនឯងនិងជីវិតអ្នកដទៃដើម្បីរបស់ខាងក្រៅដែលមិនមែនជាខ្លឹមសារពិតនៃជីវិតទៅវិញម្យ៉ាងទៀតវាស្ថិតនៅក្នុងលក្ខណៈបញ្ឆោតអ្នកដទៃដើម្បីបំពេញតណ្ហាខ្លួនឯងជាអ្នកដុតបំផ្លាញនៅគុណតម្លៃនៃជីវិតពិតប្រាកដជាចោរប្លន់ទំនុកចិត្តលួចដូររបស់ពិតឲ្យជារបស់កល័យដំណោះស្រាយបញ្ហាគឺក៏បីពិចារណានៅការស្មោះត្រង់ដោយសច្ចធម៌យ៉ាងនេះថាសច្ចធម៌មានរសជាតិប្រសើរលើសអស់រសជាតិទាំងពួងបុគ្គលស្មោះត្រង់ជាបុគ្គលមានគុណគួរបូជាញ៉ាំងនៅទំនុកចិត្តនិងភាពកក់ក្ដៅដល់អ្នកដែលពាក់ព័ន្ធទាំងឡាយមានរសជាតិដែលមិនចេះសាបរលាបមិនចេះឲ្យធុញទ្រាន់ព្រះបរមពោធិសត្វហ៊ានលះបង់ជីវិតក្នុងការរក្សាសច្ចវិជ្ជារបស់ព្រះអង្គរួចហើយបានត្រាស់ដឹងថាជាព្រះសម្មាសម្ពុទ្ធសេចក្តីស្មោះត្រង់បានមកដោយការតាំងចិត្តយ៉ាងក្រិតមាំមួនមានចិត្តបរិសុទ្ធចំពោះមនុស្សគ្រប់គ្នាព្រមទាំងបានយល់ដឹងច្បាស់ថាការស្មោះត្រង់គឺជាការផ្ដល់កិត្តិយសដ៏យ៉ាងសមរម្យចំពោះមនុស្សជាតិទាំងឡាយទាំងខ្លួនឯងទាំងអ្នកដទៃពិចារណាឲ្យឃើញទោសនៃការមិនស្មោះត្រង់ថាមនុស្សមិនស្មោះត្រង់ជាមនុស្សអត់រសជាតិប្រកបជាគេបោះបង់ចោលមិនខានឡើយហើយខ្លួនឯងវិញនឹងជួបប្រទះនៅកម្មពីបុគ្គល
ដែលបានទទួលការមិនស្មោះត្រង់ពីអ្នកដទៃគប្បីដោះស្រាយនៅក្នុងមាតិកាលេខ14បញ្ហាខកចិត្តបញ្ហាហួងហែងហួសវាជាបញ្ហាលំបាកទាំងសងខាងទាំងអ្នកហួងហែងទាំងអ្នកដែលត្រូវហួងហែងនោះឯងហួងហែងខ្លាំងពេករហូតដល់អ្នកដទៃមើលពុំឃើញគុណតម្លៃពិតប្រាកដនេះក៏ដោយសារអ្នកដទៃមានសេចក្តីរំខានមានការចង្អៀតចង្អល់ខ្វះសេរីភាពម៉ែឪមើលឃើញកូនរបស់ខ្លួនដូចនៅតែក្មេងទើបហួងហែងហួសចំណែកកូនវិញស្រឡាញ់ម៉ែឪប៉ុន្តែពុំសូវចង់នៅជាមួយដូច្នេះការហួងហែងហួសទើបដូចជាបានសាងនៅការរមើលគុណឲ្យដល់កូនដោយអចេតនាដល់ពេលការហួងហែងហួសត្រឡប់តបស្នងត្រូវយំសោកសៅបាយមិនបានសម្រានមិនលក់បីសាច់នៃការគិតសមានបានសាងរឿងគួរឲ្យស្លុតរន្ធត់ឈឺចាប់ក្នុងដើមទ្រូងដំណោះស្រាយមានដូចតទៅគប្បីប្រយោជន៍និងភាពកក់ក្ដៅដល់គ្នាទៅវិញទៅមកគប្បីបន្ថយការហួងហែងដូច្នេះសម្ព័ន្ធភាពរមែងយឺនយូរគប្បីពិចារណាថាការហួងហែងដូចជាការអោបរិទ្ធបើវាតឹងពេកទៅវាពិតជានាំឲ្យលំបាកដកដង្ហើមត្រូវរំពឹងខ្លួនឯងថាមនុស្សយើងចាញ់បោកតែគំនិតខ្លួនឯងរហូតព្រោះគំនិតប្រកបដោយកិលេសជាធម្មជាតិសាងនៅរឿងឲ្យវង្វេងច្រឡំដើម្បីកុំឲ្យគិតបោកខ្លួនឯងបានត្រូវអប់រំសតិបត្តិថាកំណត់ដឹងការពិតក្នុងលោកត្រូវពិចារណាថាអ្នកណាក៏គេចមិនផុតពីចាស់ឈឺស្លាប់ប្រត់ប្រាស់នឹងកម្មឲ្យផលដែរខ្លួនយើងក៏គេចមិនផុតបើយើងស្លាប់ទៅយើងនៅហួងហែងស្អីបានទៀតដូច្នេះត្រូវប្រញាប់រៀបចំកុំចាំបាច់ហួងហែងវែងឆ្ងាយសបាយមុនពេលស្លាប់ព្រោះគ្មានអ្វីសម្រាប់ឲ្យហួងហែងដល់ពេលស្លាប់ទៅបិទភ្នែកមិនជិតត្រូវចូលដល់ការពិតនៃបរមត្ថព្រោះបរមត្ថធម៌ជាធម៌មិនគប្បីហួងហែងឡើយមានតែចិត្តចេតសិករូបសូន្យចាក់ទូខ្លួនឯងគប្បីសិក្សាថាមនុស្សទាំងឡាយតែសោកសៅព្រោះហេតុតែអ្វីដែលខ្លួនហួងហែងរបស់ដែលហួងហែងក្តីការហួងហែងក្តីសុទ្ធតែមិនទៀងទាត់មនុស្សយើងបានបាត់បង់ជីវិតព្រោះតែរបស់ដែលខ្លួនហួងហែងសម្បត្តិមនុស្សមិនមែនជាសម្បត្តិផុតចាកបញ្ហាឡើយដូចជាមាសប្រាក់រហូតដល់ភរិយាស្វាមីទាសាទាសីជាដើមសុទ្ធតែជាសម្បត្តិ
នាំមកនៅអន្តរាយក្រវល់ក្រវាយទាំងអស់អ្នកប្រាជ្ញសម្លឹងឃើញទោសនៃសម្បត្តិទាំងនោះហើយរមែងលះបង់សេចក្តីអាល័យដោយការប្រព្រឹត្តនៅនេក្ខម្មៈបញ្ហាលោភលន់លោភគឺជាការជាប់ជំពាក់ការចង់បានមានលក្ខណៈប្រកបក្នុងចិត្តដូចតទៅមានសេចក្តីត្រេកអរដោយការជាប់ស្អិតក្នុងអារម្មណ៍ឬក្នុងសត្វនិងសង្ខារណាមួយមានការចង់ឃើញចង់ជួបចង់ប៉ះលក្ខជាដើមហើយចង់បានយកមកដើម្បីគ្រប់គ្រងការដែលយកមកគ្រប់គ្រងបានហើយរមែងត្រេកអរព្រមទាំងហួងហែងរក្សាកាលដែលបាត់បង់រមែងស្លុតរន្ធត់យំសោកបោកខ្លួនទាំងដែលចង់បានមកវិញឬចង់បានរបស់ថ្មីទៀតមានគំនិតគិតសាងរឿងនេះរឿងនោះដោយការពេញចិត្តទាំងដែលមិនមានរបស់ដែលពេញចិត្តណាមួយមកបញ្ចប់ការចង់បានថ្មីទៀតវាជាមួយគ្នានឹងសេចក្តីស្រឡាញ់ជាប់ជំពាក់ចំពោះរបស់ក្នុងលោករាងកាយរមែងធ្វើការច្រើនស្ទោះស្ទាទៅគ្រប់ពេលនិងគ្រប់ទិសមិនថាយប់ថ្ងៃក្តៅរងាព្រោះការចង់បានជាហេតុសំបីតែដេកលក់ក៏យល់សប្តិចង់បានអង្គុយស្ងៀមក៏ចិត្តគិតទៅដោយការជាប់ជំពាក់លោកជាថ្នាំពឹសដែលមានអានុភាពចំពោះចិត្តកាយគួរឲ្យសង្វេគដូចនេះឯងលោភៈដែលជាឧបនិស្ស័យបច្ច័យនៃការប្រព្រឹត្តល្អក៏មានដែរគឺចង់ឲ្យខ្លួនឯងបានជាមនុស្សល្អក្នុងចំណុចនេះត្រូវប្រយ័ត្នសេចក្តីល្អនោះត្រឡប់មកជាអារម្មណ៍នៃលោភៈវិញកាលបើសេចក្តីល្អត្រឡប់មកជាអារម្មណ៍របស់លោភៈបានសេចក្តីថាធ្វើល្អដើម្បីចិញ្ចឹមលោភៈហើយក៏ចិញ្ចឹមមោហៈផងដែរចង់រួចផុតចាកទុកក្នុងវដ្តសង្សារក្នុងចំណុចនេះដូចជាបុគ្គលលិចទូកហើយខំប្រឹងហែលទឹកប្រាថ្នារកកោះរកត្រើយដើម្បីឲ្យខ្លួនបានជាទីផុតពីលង់ទឹកស្លាប់ដូច្នោះឯងចំណងដែលជាលោភៈនេះនាំឲ្យកុសលផ្សេងកើតឡើងមានព្យាយាមមានសតិប្បដ្ឋានរហូតដល់សម្រេចបានអរិយមគ្គទីបំផុតចំណងដែលជាលោភៈត្រូវអស់មិនមានដល់ដូចជាបុគ្គលហែលទឹកដល់ត្រើយហើយការចង់ដល់ត្រើយក៏លែងមានទៀតដូច្នោះដែរត្រូវប្រយ័ត្នចំណុចនិងចំណងក្នុងរឿងនេះដែលអត់មានខ្លឹមសារផ្សេងចំណងកាមចំណងភពវាជាការហត់នឿយខាតទុននិងខាតពេលក្នុងរយៈដ៏សែនវែងឆ្ងាយឥតប្រយោជន៍ចាំបាច់ត្រូវបំបត្តិត្រូវរារាំងតាមគោលការណ៍ពិចារណាទោសនិងកំណត់ដឹងនៅទុកដូចខាងក្រោមនេះគឺគប្បីពិចារណាថាចំណងលោភៈនេះឯងបាននាំជីវិតចូលទៅរកបញ្ហារាប់មិនអស់រវល់តែដោះស្រាយបញ្ហាដែលលោភៈខ្លួនឯងបានសាង
ឡើងមិនចេះចប់ទាំងលោកភៈនេះទៀតសោតបានសាងកម្មដែលជាពូជនៃភពថ្មីកាលដែលភពថ្មីកើតឡើងត្រូវជារាមរណៈកំចាត់ចោលអស់ត្រូវសាងថ្មីទៀតនេះជាអំពើខាតទុនប្រកបដោយភាពល្ងង់ខ្លាំងកំណត់បញ្ចខណ្ឌថាជាសភាវៈធ្ងន់ជាធនភ្លើងការចាប់ប្រកាន់បញ្ចខណ្ឌគឺជាទុកផងល្ងង់ខ្លៅផងហើយការដែលមិនចាប់ប្រកាន់ជាការអស់ទុក្ខអស់បញ្ហាជាព្រះនិព្វានដោយអត់ចាំបាច់រកសុខអ្វីដទៃផ្សេងទៀតទាំងអស់នេះជាការឆ្លុះបញ្ចាំងក្នុងទុក្ខនិរោធដើម្បីការមិនចាប់ប្រកាន់អ្វីទៅបានត្រូវវឹកហាត់ដកចិត្តចេញអំពីរបស់ដែលប្រែប្រួលដូចជាការដកចិត្តចេញពីមនុស្សមិនស្មោះត្រង់ដូចឆ្នោឯងព្រះពុទ្ធអង្គទ្រង់ត្រាស់ថារបស់ណាមិនទៀងរបស់នោះជាទុក្ខរបស់ណាដែលជាទុក្ខមានការប្រែប្រួលជាធម្មតាត្រូវឃើញថានោះមិនមែនជារបស់យើងឡើយបំពេញតួនាទីខ្លួនឯងប្រកបដោយធម៌ដ៏បរិសុទ្ធមិនជាទោសនៃកិលេសខ្លួនឯងមិនវង្វេងយកកិលេសអ្នកដទៃមកទូលនោះឡើយក្នុងចំណុចបំពេញតួនាទីនេះគឺជាការសង្គ្រោះមេត្តាករុណាពិតមិនទាមទារផលតបស្នងអ្វីទាំងអស់ចិត្តស្ងប់មានទីពឹងដោយខ្លួនឯងមានជីវិតរស់នៅយ៉ាងសុភាពរាបសារសាមញ្ញធម្មតាស្រួលងាយសមរម្យជាមួយនឹងធម្មជាតិទឹកដីភ្លើងខ្យល់ក្តៅត្រជាក់ថ្ងៃយប់ជួនាភ្លៀងរាំងលាស់ស្លឹកហើយជ្រុះលាក់ជាដើមជីវិតជាធាតុទឹកដោយបរមត្ថចិត្តចេតសិករូបរស់នៅជាមួយនឹងចិត្តចេតសិករូបដោយសតិប្បដ្ឋានបដិបត្តិដែលថាខ្លួនយើងគឺមិនមានអ្វីក្រៅអំពីបរមត្ថទាំង3នេះឡើយបរមត្ថទាំង3អាស្រ័យបច្ច័យកើតឡើងមិនត្រូវការអ្វីទាំងអស់ពីអ្នកក្នុងโลกនេះមិនប្រកាន់ខ្លួនឯងរស់ខ្លួនឯងមិនឃើញមិនមានបញ្ញាគ្រាន់តែជាផលនៃបច្ច័យប៉ុណ្ណោះមិនតក់ស្លុតនឹងការរលត់បាត់បង់ទៅវិញនោះឡើយបើមិនស្គាល់ខ្លួនឯងតាមពិតជាបរមត្ថចិត្តចេតសិករូបទេគឺពិតជាមិនអាចស្ងប់ស្ងៀមក្នុងចិត្តបានឡើយហើយក៏មិនអាចឈ្នះលោកនេះបានដែរត្រូវពឹងលោកនេះរស់នៅក្នុងភាពជាទាស័ក្តិរហូតនឹងឯងក៏បីសិក្សាថាមានឬក្រគឺនៅនឹងចិត្តកុំមើលទៅលើទ្រព្យសម្បត្តិមាសប្រាក់លុយកាក់ទោះជាមានមាសប្រាក់លុយកាក់ច្រើនប៉ុណ្ណាបើចិត្តនៅស្រេកឃ្លានដោយតណ្ហាឈ្មោះថានៅក្ររហេបរហាដោយទឹកប្រកបបើចេះល្មមក្នុងចិត្តវិញពេលណាក៏ដោយគឺជាអ្នកមានជាអ្នកគ្រប់គ្រាន់នៅពេលនោះឯង